សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានកម្មង់ទូរស័ព្ទមួយគ្រឿងបាទតាមអនឡាញបាទលើកទី1ដែលខ្ញុំកម្មង់ទូរស័ព្ទតាមអនឡាញពីច្រើនខ្ញុំទិញផ្ទាល់បងប្អូនប្រហែលជាស្គាល់ហើយប៉ុន្តែវាមិនមែនជាស៊េរីទំនើបទេតែទូរស័ព្ទនេះខ្ញុំបានកម្មង់មកប្រហែលជា2 3ថ្ងៃហើយ2ថ្ងៃ1ថ្ងៃ2ថ្ងៃបងប្អូនហើយខ្ញុំបានហែកវាយកមកធ្វើតេស្តហើយប៉ុន្តែខ្ញុំអត់ទាន់បានថតបង្ហាញបងប្អូនអញ្ចឹងណាហើយចំពោះតម្លៃខ្ញុំនឹងប្រាប់បន្តិចទៀតខ្ញុំនឹងប្រាប់តម្លៃហើយនឹងសួរថាតើខ្ញុំទិញនេះថ្លៃយ៉ាងណាដែរបាទសូមបងប្អូនចាំមើលបងប្អូនដឹងតម្លៃបងប្អូនជួយ comment នៅខាងក្រោមថាខ្ញុំនឹងទិញទូរស័ព្ទនឹងថ្លៃឬក៏យ៉ាងណាដែរអញ្ចឹងណាអានេះជាទូរស័ព្ទជំនួយការមួយដែរបាទបងប្អូននេះគេហៅថា iPhone 7បាទវាចេញយូរដែរបងប្អូន iPhone 7ហើយនេះគេនៅធានានៅតែមនៅអីគេបាទបងប្អូនមើលជាក់ស្ដែងទូរស័ព្ទនេះនៅ scan បងប្អូននៅ scan វាដើរលឿនដែរខណៈប៉ះដៃលោតទៅពូ scan នៅល្អដែរហើយដោយសារខ្ញុំទិញទូរស័ព្ទនេះដោយសារវានៅ 4K ដែរបងប្អូនអាចថតវីដេអូបាន 4K បងប្អូននេះ 4K បងប្អូនមើលឃើញកន្លែងនេះគេដាក់នេះ 4K 30 RAM 30 fps បងប្អូនអញ្ចឹងយើងអាចថតបង្ហោះបានបងប្អូនដោយសារកម្រិត 4K ពេញនិយមនៅពេលឥឡូវដែរដោយសារតែ 8K ក៏វាមិនទាន់ទូលំទូលាយដែរអញ្ចឹង 4K ប៉ុន្តែវានៅក្នុងកម្រិត 4K 30 RAM ដូច iPhone 6s ក៏30 RAM ដែរតែតម្លៃនៅក្នុងបច្ចុប្បន្ននេះកាមេរ៉ា 4K ហើយតម្លៃរៀងល្មមដែរល្មមមកប្រើដែរបងប្អូនយើងអាចទិញសម្រាប់ថតជាអ្វីក៏បានបើសិនជាបងប្អូនថាចង់ថតបង្ហោះនៅក្នុង Facebook YouTube អីក៏កាមេរ៉ានេះប៉ុន្តែនិយាយកាមេរ៉ាខាងក្រោយបងប្អូនយើងអាចទិញបានយកមកប្រើធម្មតាបានបងប្អូន 4K គឺវាល្មមហើយបងប្អូនចំពោះកាមេរ៉ាហ្នឹងហើយចំពោះកាមេរ៉ាខាងមុខបងប្អូននេះកាមេរ៉ាខាងមុខក៏នៅថតច្បាស់ធម្មតាដែរបងប្អូនមាន HDR មានអីចឹង live photo នៅមានទេបងប្អូនហើយកម្រិតរូបភាពនៅច្បាស់មើលមកយើងអាចប្រើប្រាស់បានយកប្រើការបានបងប្អូន 4K កម្រិតរូបភាពហើយ scan នៅហើយសូមបង្ហាញបន្ថែមទៀតគឺពាក់ព័ន្ធជាមួយនឹង memory ខ្ញុំទិញmemory យក memory ធំបងប្អូនគឺ memory នេះបងប្អូនខ្ញុំសូមបាំងនេះតិចបាំងmodel number បាទ memory នេះបងប្អូន memory 256បាទគេប្រាប់256តែដល់ពេលមកដល់នេះគឺ256ប៉ុន្តែខ្ញុំឆែកនៅក្នុង website ឆែក iMe មើលឃើញ iPhone 7នេះគឺ memory ដើមវាតែ32G ទេប៉ុន្តែប្រហែលជាគេមិនឡើងទេបងប្អូនព្រោះដោយសារឆែកនៅក្នុងចង់ដឹង iCloud មើលថាវាមាន iCloud អត់ចឹងណាមកគេថាគ្រូមានជាប់ Wi-Fi ជាប់អីគេថាដាក់ទៅអត់មាន iCloud ទេប៉ុន្តែ memory គឺឃើញតែ32ទេគោលដូចគ្នាតែ32ប៉ុន្តែក្នុងម៉ាស៊ីនជាក់ស្ដែងនឹងនេះ256អញ្ចឹងមានន័យថាទូរស័ព្ទនេះគេដំឡើង memory ឲ្យធំបងប្អូននៅប្រើប្រាស់បានពាក់ព័ន្ធជាមួយនឹងបណ្ដាញសង្គមដូចជា Facebook បងប្អូននេះ Facebook YouTube ចង់និយាយថាកម្មវិធីទាំងអស់នោះគឺប្រើប្រាស់បានទាំងអស់តែម្ដងគឺ
អត់មានថា download មកបានទេគឺគេបិទត្រឹម iPhone 6 ទេបងប្អូន iPhone 6 គឺมันអាច download កម្មវិធីដូចជា YouTube អញ្ចឹងយកមកប្រើបាននៅក្នុងទូរស័ព្ទទេគឺយើងប្រើតាម server មើលទេអាហ្នឹងវាអត់ទៅស្រួលទេវារៀងវែងឆ្ងាយជាងដែលយើងមានកម្មវិធីផ្ទាល់អញ្ចឹងដូចជា iPhone 7 នេះគឺនៅដំឡើង 6i ក៏បានដែរ 6i ក៏នៅដំឡើង YouTube Facebook ឬក៏ app ធនាគារបានដែរបងប្អូនកម្មវិធីគឺ support ទាំងអស់បាទនៅ scan អេក្រង់នៅអេក្រង់ស៊ីនបងប្អូននៅច្បាស់ល្អកម្រិតរូបភាពនៅច្បាស់ល្អថ្មក៏នៅកាន់ល្មមដែរថ្មនៅឆែកមើលថ្មនៅជា80%បងប្អូន80%ដោយសារវាស៊េរីចាស់ហើយបងប្អូនថ្មនេះក៏វាយូរណាស់ហើយវាមិនធ្លាក់អស់ភាគរយហើយក៏មិនដឹងថាគេដូរថ្មឬក៏មិនដែរព្រោះថាវាចេញយូរហើយប៉ុន្តែសភាពវានៅគ្រាន់បើដែរបងប្អូននៅគ្រាន់ដែរខ្ញុំដាក់កាមេរ៉ាដោយសារយប់វាកាមេរ៉ាវានេះវារៀងផ្លាតតិចបងប្អូននៅរៀងល្មមមកប្រើដែរបងប្អូនហើយ memory វាធំផុតណា256ឥឡូវខ្ញុំយក256ដោយសារទុកថតវីដេអូជំនួយការពេលណាកាមេរ៉ាខ្ញុំនោះពេញឬក៏មិនជំនួសអស់ថ្មអីខ្ញុំអាចយកនេះជំនួសថតបានព្រោះ 4K 30 RAM អញ្ចឹងណាខ្ញុំធ្វើតេស្តមករយៈដូចជាមួយថ្ងៃនេះហើយខ្ញុំចុចមើលវាអត់មានជាបញ្ហាដូចថាស្ទុះអីទេវាអត់ទេចេញចូលបានរលូនធម្មតាហើយបើនេះទេខ្ញុំទិញតែប៉ុនប្រភេទជាប់ iCloud ទេបងប្អូនអានេះខ្ញុំយកមកបាយផាសហើយខ្ញុំទិញ 100000 នេះបងប្អូនប៉ុនគ្នាបេះបិទមកប៉ុនគ្នាមកអានេះមិនមែន H ទេបងប្អូនបើ H logo គឺនៅខាងលើចេះនៅ logo នៅខាងលើដូច S7 ដូច 6S ដូច 6S អានេះគឺ ISE ចំនួនទី2បងប្អូនខ្ញុំកាន់នេះបងប្អូនច្រឡំ H ខ្នងកញ្ចក់ហ្នឹងដូច H អញ្ចឹងគឺបើចង់និយាយថាមួយ H បេះបិទបើមើលអត់ដឹងបើអ្នកអត់ចាប់អារម្មណ៍គឺខុសតែ logo iPhone H នៅលើដូចអានេះអញ្ចឹងដូច 7 អញ្ចឹងនៅខាងលើកន្លែងនេះហើយបើ ISE វានៅកណ្ដាលអានេះកម្លាំងម៉ាស៊ីនស្មើនឹង iPhone 11 Pro Max ក្នុងនេះហើយខ្ញុំទិញមកអានេះអាចឡើងversion 26បានបាទ26បានហើយនេះអានេះខ្ញុំទិញមកប្រហែលដូចជាមួយខែខ្ញុំទិញ25ប៉ុន្តែបាន memory 128GB ប៉ុន្តែប្រភេទ bypass បងប្អូន bypass ប្រើបានតែ Wi-Fi ឯងមានដាក់ SIM ស្គាល់ឆែកលេខចេញប៉ុន្តែអត់ចេញបងប្អូនប្រើអ៊ីនធឺណិតក៏ចេញដែរប្រើបានតែ Wi-Fi ឯងហើយកាមេរ៉ាវាក៏អែមដែរបងប្អូនកាមេរ៉ាវានៅប្រើបាន 4K ដូចគ្នា60 RAM លើនេះបងប្អូនឃើញអានេះច្បាស់ជាងដោយសារវាស៊េរីក្រោយអញ្ចឹងវារៀងច្បាស់ខ្លាំងជាងតែខ្ញុំឥឡូវខ្ញុំមកនិយាយមួយនេះអញ្ចឹងនិយាយនេះបានហើយព្រោះនេះយើងគ្រាន់តែដាក់តាំងបង្ហាញលេងឲ្យមើលថាវាស្តៀងគ្នាប៉ុណ្្នឹងគ្នាអញ្ចឹងហើយលើអត់មានអីទេអានេះខ្ញុំអានេះ case របស់ ISE នេះទេដាក់ case ទៅនៅគ្រាន់ដែរ ISE គ្រាន់ប្រើតែខ្ញុំចូលចិត្តទិញ memory ធំដោយសារថតវីដេអូ 4K វាស៊ី memory ធំណាបងប្អូនតែខ្ញុំទិញ memory តូចពេកយកគ្រាន់តែ update អស់នេះឡើងទិញគេឲ្យមកខ្ញុំអត់ទាន់នេះតំតេះបានមួយថ្ងៃឥឡូវខ្ញុំបើកឡើងយករបស់គេដាក់ឲ្យយើងមកអុតមានមានស្រោមវានឹង screen វាស្រោមវា
ចំពោះតម្លៃជាមួយខ្ញុំប្រាប់ពីចុងវីដេអូបងប្អូនអត់ដែរអ៊ុតទីអ៊ុតខុសអត់ដែរបិទ screen ហ៎ដឹងអាណាមុនណាក្រោយទេនេះស្ងួតនេះសាអញ្ចឹងមានសាមុនតែចង់ក៏ដែរតែដាក់ស្ងួតម្ដងយើងឆ្នោតកញ្ចក់ដែរបងប្អូនបោះមកទឹកមានឆ្នោតមានអីតែខ្ញុំទិញបានតម្លៃរៀងធូរដែរបងប្អូនតម្លៃធូរដែរគេលក់សិតតាកន្លែងខ្លះ35 256បងប្អូន iPhone 7តែនេះខ្ញុំទិញមករៀងធូរដែរបងប្អូនខ្ញុំឃើញរៀងធូរទេក៏ទិញយកមកទុកពេលណាខ្លះត្រូវការថតវីដេអូទៅណាទៅណីអានោះអស់ថ្មសាប់គោលអស់ថ្មអាចយកអាហ្នឹងមកអត់ទេអត់ដែរអត់ទៀតអត់ដែរបិទដឹងគេដិតមិនខ្មិចមានទូលីទៅជាប់ក្នុងនេះមួយបាត់ជាប់ធ្វើមិនទេនេះជាប់ទូលីបងប្អូនយើងអត់ដែរអត់ស្អាតអត់ចេះបិទទេបងប្អូន
ខេសគេដាក់មកគឺកាមេរ៉ារបស់ទូថ្លៃបងចេះពេញប្រើលេងទេដាក់ខេសទៅមើលតំណើងដែរតាបងប្អូនមកប្រើបងតម្លៃខ្ញុំទិញតម្លៃតា$20បងប្អូន memory 256 iPhone 7ណាខ្ញុំទិញតា$20ហើយកន្លែងភេកខ្លះគាត់អាចលក់ដល់35បងប្អូនប៉ុន្តែគុណភាពគេគីឡូគេល្អជាងអីចឹងណាតែនេះខ្ញុំឃើញ memory វាធំហើយវាធូរដែរខ្ញុំក៏សម្រេចចិត្តទិញយ៉ាងហ្នឹងមកនេះមកបងប្អូនមកប្រើមកជំនួសដៃជើងអីម្ដងកាលបានហើយសេវាពេញល្អបងប្អូនសេវាពេញបាត់ហ្វូនហើយ Wi-Fi ដើរបានល្អទាំងអស់តែម្ដងបងប្អូនថាខ្ញុំទិញ iPhone 7 $20ហ្នឹងតើថ្លៃអត់បងប្អូនលោកបងប្អូននេះជួយ comment ប្រាប់ព្រោះខ្ញុំអត់ដឹងពីសូវដឹងច្បាស់ពីតម្លៃរបស់វាដែរខ្ញុំទិញប៉ុណ្្នឹងថ្លៃឯងបងប្អូន iPhone 7 $20ហ្នឹងហើយបើសិនជាបងប្អូនដឹងជួយ comment នៅខាងក្រោមវីដេអូខ្ញុំម្នាក់មួយមកវានៅ scan នៅអីមកចប់ចឹងបងប្អូនបាទអរគុណបងប្អូនវីដេអូមានតែប៉ុណ្ណឹងបងប្អូនអរគុណអរគ្នា